វាយើងមិនខ្មែរយើងនៅពេលបច្ចុប្បន្ននេះម្នាក់តែងតែចង់បានសន្តិភាពហើយគិតថាស្រុកខ្មែរយើងមិនបាច់ចាំធ្វើអីទេរាល់ថ្ងៃនេះគឺមានសន្តិភាពហើយប៉ុន្តែយើងត្រូវដឹងប្រទេសមួយប្រៀបដូចនឹងគ្រួសារយើងហើយនឹងអ្នកជិតខាងដូចគ្នាដែរកាលណាដែលយើងក្រជាងគេនោះគេនឹងមើលងាយយើងដូចគ្នាអញ្ចឹងបើសិនជាយើងចង់បានសន្តិភាពតោះតែយើងខ្លាំងយើងមានខំរស់ស៊ីធ្វើម៉េចតម្លើងសាច់ដុំឲ្យធំដើម្បីកុំឲ្យអ្នកជិតខាងយើងនឹងគឺមើលងាយយើងដូចប្រទេសយើងអញ្ចឹងយើងមិនមែននៅសុកហើយយើងបានសន្តិភាពទេទោះបីយើងនៅកោះតែឯងដូចជប៉ុននោះក៏នៅតែមានអ្នកឈ្លានពានដែរអញ្ចឹងយើងត្រូវតែខំធ្វើម៉េចកម្ចាត់អំពើពុករលួយនៅស្រុកយើងហើយកសាងប្រទេសយើងឡើងឲ្យខ្លាំងមានសភាវុធទំនើបប្រៀបបាននឹងយើងដូចយើងតម្លើងសាច់ដុំចឹងដែរអាហ្នឹងទើបបានសន្តិភាពហើយសួរថាវាសន្តិភាពយូរអង្វែងអត់វាអត់ដឹងទេព្រោះអីនៅពេលណាដែលប្រទេសយើងចុះទុនខ្សោយនៅពេលណាពេលនោះប្រទេសផ្សេងដែលគេចង់បំពេញគេនឹងមកបំពេញយើងបន្តទៀតដោយប្រទេសកូរ៉េអញ្ចឹងប្រទេសកូរ៉េឃើញគេខំកសាងប្រទេសគេមានបានប្រជាជនមានបានឲ្យសេដ្ឋកិច្ចគេខ្លាំងដើម្បីមានសភាវុធអញ្ចឹងប្រទេសណាក៏គេអត់ហ៊ានមកឈ្លានពានដែរហ៊ានតែក្រឥឡូវកូរ៉េខាងជើងរំលោភយកឥឡូវហ្នឹងហើយបងប្អូនកុំសង្ឃឹមថាស្រុកយើងឥឡូវហ្នឹងមានបញ្ហាចំនួនជាមួយនឹងប្រទេសសៀមគាត់ថាបើយើងកាត់ឲ្យវាក៏សន្តិភាពអត់សន្តិភាពទេទោះយើងកាត់ប្រមាណឲ្យវាក៏អត់សន្តិភាពដែរថ្ងៃក្រោយវានឹងមកទៀតដដែលបើយើងមិនខ្លាំងគឺយើងអត់អាចកិច្ចរួចទេអត់អាចដេកនៅសង្ងំសុខបានទេទោះដេកនៅឆ្ងៀមក៏វាមិនដាស់យើងឲ្យយើងទៅរករឿងវាដែរអញ្ចឹងបងប្អូនត្រូវដឹងស្រុកយើងធ្វើមិនគ្រប់គ្រងមន្ត្រីប្រុកកលួយឲ្យបានហើយវីដេអូនេះក៏សូមផ្ញើជូនទៅដល់មន្ត្រីប្រុកកលួយនៅស្រុកខ្មែរទាំងអស់ឲ្យចេះស្នេហាជាតិផងអ្នកខ្លះធ្វើការឡើង10 20ឆ្នាំហើយប៉ុន្តែនៅតែពុកកលួយអញ្ចឹងយើងត្រូវដឹងថាទោះបីតិចក៏ដោយច្រើនក៏ដោយតែ100ខ្មែរចូលកប៉ៅក៏ដោយក៏គេហៅថាអំពើពុកកលួយដូចគ្នាដែរត្រូវតែកសាងប្រទេសឡើងវិញចាប់ពីពេលនេះតទៅបងប្អូនមើលតែថៃទៅតាំងពីដើមមកគឺវាមិនសូវជារករឿងយើងទេប៉ុន្តែវារករឿងម្ដងគឺបាត់បង់អាយុជីវិតហើយវាស្ងាត់វាខំនាំចេញតំណែងខំអីផ្សេងដើម្បីធ្វើម៉េចឲ្យបានចំណូលចូលជាតិវាមិនថាអ្នកកាន់រាជការអីក៏ដោយតែទាំងក្លេចមើលយើងវិញយើងអត់មានទេមន្ត្រីគិតតែពីពុកកលួយចូលកប៉ៅយើងទៅអញ្ចឹងហើយបើប្រទេសជាតិយើងវាក្រហើយតែពេលក្រហើយម្នាក់គិតតែស្រេចថាសន្តិភាពស្អីគេឥឡូវពេលហ្នឹងគឺសន្តិភាពទៀតទោះបីថាឥឡូវហ្នឹងយើងយកធាទូជាងវាសភាវុធក៏តិចជាងវាយើងមិនចង់កាត់អីវាទោះកាត់អីវាឥឡូវហ្នឹងក៏វាគង់តែមកយកទៀតដដែលអត់សន្តិភាពទេតិចថានៅសន្តិភាពហើយអត់ទេទោះបីស្ងាត់វាកាត់ឲ្យវាក្រាស់ប្រទេសហើយយើងនឹងសល់បាត់បាដៃហើយវាឈប់យកព្រោះអត់មានប្រសាទបុរាណឲ្យវាយកទៀតប៉ុន្តែយួននឹងក្តាប់យកដូចគ្នាហើយយួនវាយកវាគ្រប់គ្រងដូចកម្ពុជាក្រមវាគៀបសង្កត់រហូតចំណងយើងរស់នៅអត់បានសុខទេកុំសង្ឃឹមថាមានសន្តិភាព No គ្មានទេសន្តិភាពបើយើងមិនខ្លាំងគឺគ្មានទេសន្តិភាពពាក្យសាធារណភាពនោះត្រូវតែយើងខ្លាំងដូចគ្នាដែរឈប់